សួស្តីអ្នកនរគ្នារីករាយមកកាន់ vlog សៀងអ៊ី Yes ថ្ងៃនេះគឺខ្ញុំធ្វើវីដេអូ vlog អំពីការធ្វើដំណើរកម្សាន្តទៅវៀតណាមអ្នកនរគ្នាក៏ជាលើកដំបូងដែរដែលខ្ញុំទៅហ្នឹងគឺរៀងម៉ោង 4 ទៀបភ្លឺត្រូវងើបពីព្រឹកទៅគឺត្រូវទៅវៀតណាមម៉ោង 4 ទៀបភ្លឺដល់ទៅដល់ហ្នឹងគឺម៉ោង 12 ថ្ងៃជាងអ្នកនរគ្នាតែសំណាងគឺ hotel គេនៅជិតហ្នឹងឯងអញ្ចឹងម៉ោង 1 ហ្នឹងពួកយើងរៀបចំ check in ហើយដាក់អីវ៉ាន់ចុះចេញក្រៅដើមហ្នឹងឯងអ្នកនរគ្នាពេលដែលទៅហ្នឹងតែតដងគេអីទិញទូហ្នឹងគិតលុយអីក៏រៀងអ៊ីកោដែរអញ្ចឹងយើងត្រូវច្បាស់រឿងនឹងទីគេអ្នកនរគ្នាហើយក៏ដាក់អាហារថ្ងៃត្រង់នេះតិចទៅតែនឹងគេហៅអីហ្គាញ់ទុំមិនដឹងហើយអ្នកនរគ្នាដឹងជួយប្រាប់ផងចេញទៅពីណងហៅឡានតាក់ស៊ីជិះទៅតធ្វើដំណើរទៅទៀតអ្នកនរគ្នាទៅស្ទះពេកសម្រាប់ចិត្តដើរវិញហើយក៏សម្រាប់ចិត្តទិញទឹកតែប៉េះគេញ៉ាំអ្នកនរគ្នាគេឆុងឆ្ងាញ់មែនតើrecommend អ្នកនរគ្នានៅក្រុងគេហ្នឹងដូច New Playground លើកទី1ដែលខ្ញុំទៅអ្នកនរគ្នាខោអាវគឺស្អាតមែនតើ question ស្លាប់អ្នកនរគ្នាទៅគឺអត់ខំម្ដងទេខ្ញុំ recommend អ្នកនរគ្នាឲ្យអាចនឹងបើចាប់អារម្មណ៍អីទៅទិញនៅអត់ខំម្ដងទេស្អាតហើយតម្លៃសមរម្យតាពី The New Playground នេះពួកយើងចេញមកញ៉ាំអីនៅក្រៅបាញ់ត្រាំងឆ្ងាញ់អ្នកនរគ្នាខ្ញុំឲ្យ7 10 Yeah បន្ទាប់ហើយក៏ដើរមើលសួននៅក្រុងគេតិចតួចទៅអ្នកនរនេះសិក្សាទៅល្ងាចហើយពួកយើងរៀងត្នេហើយទុកស្អែកយើងយកកម្លាំងដើរលេងតស្អែកចឹងហើយយើងដើរមើលក្រុងគេឲ្យស្គាល់អញ្ចឹងនៅហ្នឹងនៅច្រើនហើយពេលហ្នឹងមានកម្មវិធី concert ទៀតដែលគេដើរចែក drink free សូកូឡា free អូស្អាតមែនតើអ្នកនរគ្នាផ្កាអ្នកនរគ្នាចង់ទិញឲ្យអ្នកមើលមែនតើសំខាន់ឲ្យខ្ញុំមកដល់ location ដែល trend នៅក្នុង TikTok ដែលគេអាសាមកញ៉ាំអីនឹងហ្នឹងអ្នកនរគ្នាចំណុចតិចទៀតខ្ញុំនឹងឲ្យអ្នកនរគ្នាបានឃើញអាហារនេះជាច្រើនហើយអ្នកនរគ្នាអាចរីករាយជាមួយនឹងចម្រៀងដែលខ្ញុំដាក់ឲ្យ Yesយ៉ាងមិនដែរអ្នកនរគ្នាបន្តពីបានឃើញអាហារដែលខ្ញុំថតជាច្រើនដែលខ្ញុំបានថតហ្នឹងនៅមានអត់តន់អស់ប៉ុន្តែពួកយើងហត់ពេកក៏សម្រាប់មកញ៉ាំអីនៅកន្លែងមួយគឺគ្រឿងសមុទ្រនៅទីនេះឆ្ងាញ់អ្នកនរគ្នាគ្រាន់តែថាហឹលខ្ញុំអាចរ៉េតឲ្យ5 លើ 10ដោយសារតែខ្ញុំមិនអ្នកចេះហឹលទេប៉ុន្តែពួកបងគាត់ចេះញ៉ាំចឹងហើយគាត់ថាឆ្ងាញ់ចឹងខ្ញុំថាឆ្ងាញ់តាមពួកគាត់ទេណា Yes ខ្ញុំញ៉ាំបានតិចតួបំផុតពួកហឹលតទៅពីញ៉ាំហើយពួកយើងត្រូវបន្តឡើងឡានក្រុងទៅខេត្តបន្ទាប់អ្នកនរគ្នាសង្ឃឹមអ្នកនរគ្នាជួយតាមដាននៅវីដេអូវគ្គ 2 អ្នកនរគ្នានឹងដឹងថាខ្ញុំទៅណាទៀតអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់បាយ